ប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរបានបង្ហាញឲ្យឃើញថារាល់ពេលប្រទេសជាតិជួបការលំបាកប្រជាពលរដ្ឋខ្មែរតែងតែរួមគ្នាជួយគ្នានិងគាំទ្រដោយស្មារតីស្រឡាញ់ជាតិដ៏រឹងមាំនៅក្នុងអំឡុងពេលមានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃការរួបរวมរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកដែលកំពុងបំពេញភារកិច្ចប្រជាពលរដ្ឋជាច្រើនបានបង្ហាញការគាំទ្រដល់កម្លាំងកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែនតាមរយៈការផ្តល់ជំនួយជាថវិកាស្បៀងអាហារសម្ភារៈប្រើប្រាស់និងការលើកទឹកចិត្តផ្នែកស្មារតីទោះជាការចូលរួមនោះតិចក្តីតូចក្តីក៏សុទ្ធតែមានតម្លៃនិងបង្ហាញអំពីទឹកចិត្តស្រឡាញ់ជាតិនិងការយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងបំពេញតួនាទីរបស់ខ្លួនការឈឺចាប់និងការបាត់បង់ណាមួយគឺជារឿងដែលធ្វើឲ្យយើងទាំងអស់គ្នាមានក្តីអាណិតនិងចង់ឃើញសន្តិភាពមាននិរន្តរភាពក្នុងពេលដូចនេះការរក្សាភាពស្ងប់ស្ងាត់ការគោរពច្បាប់និងការទទួលយកព័ត៌មានពីប្រភពដែលអាចជឿទុកចិត្តបានគឺជាការចូលរួមដ៏មានតម្លៃមួយផងដែរសូមឲ្យស្មារតីស្រឡាញ់ជាតិសាមគ្គីភាពនិងការជួយគ្នារបស់ប្រជាពលរដ្ឋខ្មែរបន្តក្លាយជាកម្លាំងដ៏រឹងមាំក្នុងការគាំទ្រដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងដើម្បីការពារជាតិមាតុភូមិនិងរួមចំណែកកសាងប្រទេសឲ្យមានសន្តិភាពនិរន្តរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពខ្មែររួបរวมខ្មែររឹងមាំសាមគ្គីភាពជាកម្លាំងសន្តិភាពជាគោលដៅកាន់តែប្រាក់គាត់ដល់ទីគាត់ទៅដល់បាយហូបកាន់ចាក់ហើយដល់យើងដាំបាយទឹកអីវិញនេះខ្ញុំឃើញប្រាក់វិញវិញបាទនេះខ្ញុំខំការពីមកខ្ញុំទៅឲ្យក្មេងលេងទឹកបាទចាមកចូលបងនៅគាត់ជួយបើចិត្តសំហ្នឹង